ចាសូមជម្រាបសួរបងប្អូនអ្នកគ្នាជួបជាមួយអ្នកគ្រូម្ដងទៀតនៅក្នុងការភាសាលេខគួរជាថ្ងៃផងដែរអ្នកគ្រូមានមេរៀនមួយដែលដកស្រង់ចេញពី Unit 10 Living your life lesson C what would you do ចាដែលយើងនឹងផ្ដោតទៅលើ conversation ចាใน conversation របស់យើងថ្ងៃនេះគឺចាមានចំណងគឺថា I'm a kind of broke I'm kind of broke ដែល I'm kind of broke មានន័យថាខ្ញុំគឺខ្វះខាតកំពុងតែមានបញ្ហាខាងការឬក៏ខ្វះខាតអីមួយចាអញ្ចឹងនៅដែលយើងនឹងត្រូវសិក្សាថ្ងៃនេះគឺផ្ដោតទៅលើការសន្ទនារវាងដាណាជាមួយនឹងណាតើពួកគាត់ទាំងពីរនឹងនិយាយគ្នាអំពីអ្វីចាដែលនៅក្នុងចំណុចរបស់យើងគេប្រាប់ថា listen the conversation what is Na thinking about doing ចាតើណាគាត់កំពុងគិតថាគាត់នឹងធ្វើអ្វីចាអញ្ចឹងយើងនឹងស្ដាប់ជាមួយគ្នាតាមមនុស្សស្ដាប់អ្នកគ្រូមានពាក្យវិបាកមួយចំនួនដែលចង់ឲ្យបងប្អូនទាំងអស់គ្នាអានជាមួយអ្នកគ្រូហើយស្វែងយល់ពីអត្ថន័យមួយគ្នាសិនចាដែលពាក្យទី1របស់យើងចា camcorder ថ្នាក់ពាក្យជា noun ចាកាមេរ៉ាបកថាកាមេរ៉ាថតវីដេអូចាអញ្ចឹងយើងមើលអ្នកគ្រូជារូបភាពដូចគ្នាដែរចាអញ្ចឹងគឺស្ដាប់លើកាមេរ៉ាដែលគេប្រើសម្រាប់ថតវីដេអូហ្នឹងអញ្ចឹងពាក្យមួយទៀតគឺ kind of broke មានន័យថាដែលខ្វះខាតដែលមានជីវភាពខ្វះខាតចាអញ្ចឹងពាក្យចុងក្រោយរបស់យើងគឺ expensive តែ expensive តែពាក្យ adjective ដែលថ្លៃចាអញ្ចឹងអានពាក្យជាមួយអ្នកទាំងអស់គ្នាឡើងវិញតើ camcorder noun កាមេរ៉ាថតវីដេអូ kind of broke noun ចាជីវភាពខ្វះខាត expensive adjective ដែលថ្លៃចាអរគុណច្រើនតោះអញ្ចឹងយើងនឹងក្រឡេកទៅមើលការសន្ទនារបស់យើងហើយអ្នកគ្រូនឹងចាក់សម្លេងរបស់ស្ដាប់ទាំងអស់គ្នាហើយយើងស្ដាប់ហើយយើងរៀនចាអនុវត្តជាមួយគ្នាដែរតោះយើងទៅមើលជាមួយគ្នាយើងទៅស្ដាប់សម្លេងជាមួយគ្នា Page 98 Exercise 2 Conversation I'm kind of broke. Part A. I really like your camcorder. Actually, it's my friend Ben's. I'm just trying it out this week. I need to give it back to him tomorrow. It looks really expensive. It is. I'm thinking about buying one, but I can't right now. Why not? Well, I'm kind of broke. If I had more money, I'd buy it. It would be nice to be rich, wouldn't it? Tell me about it. What would you do if you were rich? If I were rich, I'd travel. I'd give some money away too. That's nice. ចាតោះឥឡូវយើងនឹងអានការសន្ទនាជាមួយនឹងម្ដងទៀតតោះដល់ណា I really like your camcorder ចា now actually it's my friend Ben I'm just trying it out this week I need to give it back to him tomorrow It's not really expensive is it It is so yeah. I'm thinking about buying one but I can't right now why not well I'm kind of broke if I had more money I'll buy it It would be nice to be rich, wouldn't it? Tell me about it. What would you do if you were rich? If I were rich, I'd travel. I'd give some money away too. That's my ចាអញ្ចឹងនៅក្នុងការសន្ទនារវាងដាណាហើយនឹងណាគឺដំបូងឡើយដាណាក៏បាននិយាយថា I really like your camcorder ថាខ្ញុំពិតជាចូលចិត្តកាមេរ៉ាថតវីដេអូរបស់អ្នកមែនទេចាអញ្ចឹងណាក៏ថាចាសន្ទុះបាទប៉ុន្តែវាជារបស់មិត្តភក្តិរបស់ខ្ញុំដែលមានឈ្មោះថា Benចាអញ្ចឹងខ្ញុំបានខ្ចីគាត់មកប្រើនៅសប្តាហ៍នេះហើយខ្ញុំនឹងឲ្យគាត់ត្រឡប់ទៅវិញនៅថ្ងៃស្អែកចាអញ្ចឹងណាគាត់និយាយថា it's look really expensive ចាមើលទៅដូចជាថ្លៃមែនកាមេរ៉ាហ្នឹងមើលទៅដូចជាថ្លៃមែនទេចាអញ្ចឹងអ្នកបាននិយាយថា it is ចាគាត់មែនហើយអញ្ចឹង I'm thinking about buying one but I can't right now គាត់កំពុងតែគិតថាគាត់ចង់ទិញមួយដែរប៉ុន្តែគាត់អត់ទិញនៅក្នុងពេលឥឡូវហ្នឹងទេចាអញ្ចឹងណាគាត់សួរបន្តទី why not ចាហេតុអីចាណាគាត់បានឆ្លើយថាល្អដោយសារតែខ្ញុំអត់តន់ទិញឥឡូវដោយសារតែខ្ញុំកំពុងតែមានជីវភាពខ្វះខាតហើយគាត់បានគិតថា if នេះថាប្រសិនបើចា if I had more money I buy it នេះថាបើសិនជាគាត់មានលុយច្រើនគាត់នឹងទិញវាចាចឹងណាថា it would be nice to be rich wouldn't it ចាគាត់ដល់ណាគាត់និយាយថាតើវាល្អមែនបើសិនជាយើងខ្លាចជាអ្នកមានមែនអត់ចាអញ្ចឹងណាគាត់បាននិយាយថា tell me about it គឺសូមប្រាប់គាត់ពីវាថា what would you do if you were rich តើអ្នកនឹងធ្វើអ្វីគាត់ would តើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកខ្លាចជាអ្នកមានចាអញ្ចឹងដល់ណាថា if I were rich I travel I give some money away too ចាអញ្ចឹងគាត់ប្រាប់ថាបើសិនជាគាត់ខ្លាចជាអ្នកមានគាត់នឹងដើរលេងហើយគាត់នឹងបរិច្ចាគលុយមួយចំនួនចា
ចាផងដែរចាអញ្ចឹងណាគាត់ថាល្អមែនទេចាអញ្ចឹងនេះគឺជាការសន្ទនាមួយរវាងមនុស្សពីរនាក់រវាងតាណាហើយនិងណែដែលគាត់កំពុងតែនិយាយគ្នាពីអ្វីដែលគាត់ចង់ធ្វើបើសិនជាគាត់មានដូចថាបើគាត់ខ្លាចជាអ្នកមានគាត់នឹងធ្វើអីអញ្ចឹងសម្រាប់តាណាគាត់និយាយថាបើសិនគាត់ខ្លាចជាអ្នកមានគាត់នឹងដើរលេងហើយនឹងគាត់បរិច្ចាគលុយទៅទីពេទ្យឬក៏ទៅកន្លែងផ្សេងៗដែលគេត្រូវការលុយចំណែកឯណែគាត់ថាបើសិនជាគាត់ខ្លាចជាអ្នកមានលុយច្រើនគាត់ចង់ទិញកាមេរ៉ាថតវីដេអូនេះដែរចាអញ្ចឹងនេះគឺជាការនិយាយគ្នាអំពីអ្វីដែលមិនទាន់បានកាត់ឡើងទេគាត់យើងគិតទុកមុនចាអញ្ចឹងអ្នកគាត់សង្ឃឹមថានេះគឺជារបៀបសន្ទនាមួយដែលបងប្អូនទាំងគ្នាអាចនិយាយគ្នាបានហើយអនុវត្តពីគំនិតដែលយើងកំពុងគិតថាតើយើងចង់ធ្វើអីបើសិនជាយើងខ្លាចជាអ្វីមួយឬក៏ឧទាហរណ៍បើសិនជាយើងខ្លាចជាសិស្សបកែតើយើងនឹងធ្វើអីចានេះគឺជារបៀបនៅក្នុងការសន្ទនាគ្នាអំពីអ្វីដែលមិនទាន់អាចកាត់ឡើងទេប៉ុន្តែយើងចង់និយាយយើងចង់គិតនឹងធ្វើវាដែរចាអញ្ចឹងអ្នកគូមានការសន្ទនាមានមេរៀនតែប៉ុណ្ណឹងសម្រាប់ថ្ងៃនេះហើយអ្នកគូនៅតែសង្ឃឹមថាបងប្អូនទាំងគ្នានឹងយកវាទៅរៀនអានអនុវត្តបន្ថែមទៀតជាមួយមិត្តភ័ក្តិឬក៏មួយខ្លួនឯងមកកញ្ចក់ក៏បានដែរចាអញ្ចឹងអ្នកគូអរគុណច្រើនសម្រាប់ការចូលរួមថ្ងៃនេះចាអរគុណច្រើនសូមព្រះប្រទានពរ